សួស្តីបងប្អូនទាំងអស់គ្នាក្នុងនេះផងដែរយើងមើលសម្រាប់ថ្ងៃទី27តែថ្ងៃទី27មានអ្វីចូលមកសម្រាប់អ្នកតែថ្ងៃទី27មានអ្វីចូលមកសម្រាប់អ្នកសូមសិលឹកការចំនួន2សិលឹកតែថ្ងៃទី27មានអ្វីចូលមកសម្រាប់អ្នកវ៉ាវសម្រាប់នៅក្នុងថ្ងៃទី27នេះផងដែរបងប្អូនទាំងអស់គ្នាគឺអានថាអ្នកទាំងអស់គ្នានឹងទទួលបានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អាចនឹងទទួលបានលុយកាក់ចូលមកនៅក្នុងអំឡុងពេលហ្នឹងឬក៏អានថាអ្នកទាំងអស់គ្នាអាចទទួលបានជាចលនាទ្រព្យដែលមានតម្លៃខ្ពស់ចូលមករកអ្នកទាំងអស់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាអាចនឹងមានការចាប់ផ្ដើមគ្រឹះជីវិតអ្នកទាំងអស់គ្នាឲ្យមានភាពរឹងមាំដែរសម្រាប់ថ្ងៃទី27ហ្នឹងដូចនេះហើយអាចនឹងទទួលបានជាលុយកាក់ធំចូលមកឬក៏ទទួលបានមរតកឬក៏អានថាជាអចលនទ្រព្យដែលមានតម្លៃខ្ពស់សម្រាប់បងប្អូនទាំងអស់គ្នាផងដែរប៉ុន្តែសម្រាប់ផ្លូវចិត្តផ្លូវអារម្មណ៍បងប្អូនទាំងអស់គ្នាផ្ទាល់អ្នកទាំងអស់គ្នាអត់សូវមានការសប្បាយចិត្តទេនៅក្នុងនេះគឺអានថាអារម្មណ៍អ្នកទាំងអស់គ្នាគឺដូចជាមិនសូវជាស្រួលខ្លួនអានថាមានបញ្ហាសុខភាពកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នារាងកាយរបស់អ្នករឿងមានការចុះខ្សោយដោយសារតែមានបញ្ហាអ្វីមួយនៅលើខ្លួនបងប្អូនទាំងអស់គ្នានៅក្នុងនេះគឺអានថាបញ្ហានោះគឺវាពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តបងប្អូនទាំងអស់គ្នាច្រើនដូច្នេះហើយអានថាអ្នកទាំងអស់គ្នាខ្លះគឺកំពុងតែមានការព្យាបាលខ្លួនឯងកំពុងព្យាបាលផ្លូវចិត្តផ្លូវអារម្មណ៍ខ្លួនឯងឲ្យមានការជីកសះស្បើយឡើងវិញដូចនេះហើយនៅក្នុងពេលវេលាហ្នឹងអានថាបងប្អូនទាំងអស់គ្នាអត់សូវមានកម្លាំងមានកំហែងនៅក្នុងការធ្វើការងារឬក៏ធ្វើអ្វីផ្សេងទេអ្នកទាំងអស់គ្នាមានអារម្មណ៍ថាហត់នឿយមានអារម្មណ៍ថាចុះខ្សោយទាំងរាងកាយនិងផ្លូវចិត្តបងប្អូនទាំងអស់គ្នាផ្ទាល់ដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នានឹងត្រូវការភាពស្ងប់ស្ងាត់ច្រើនសម្រាប់ថ្ងៃទី27នេះអ្នកទាំងអស់គ្នាអត់សូវចូលចិត្តភាពរញ៉េរញ៉ៃប៉ុន្មានទេនៅក្នុងថ្ងៃទី27ដោយសារតែជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវមើលថែខ្លួនឯងឲ្យមានភាពល្អប្រសើរឡើងវិញដូច្នេះហើយអានថាអ្នកទាំងអស់គ្នានៅថ្ងៃទី27នេះរឿងមានការមិនសប្បាយចិត្តអានថាមានការឈឺនេះឈឺនោះកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយអារម្មណ៍អ្នកទាំងអស់គ្នាអត់សូវសប្បាយចិត្តប៉ុន្មានទេទោះបីជាមានលុយកាក់ចូលមកច្រើនសម្រាប់អ្នកទាំងអស់គ្នាយ៉ាងណាក៏ដោយប៉ុន្តែអានថាអ្នកទាំងអស់គ្នាអារម្មណ៍ពេលហ្នឹងគឺមានការចុះខ្សោយដូច្នេះហើយអ្នកទាំងអស់គ្នាអាចនឹងយកពេលវេលាដើម្បីព្យាបាលខ្លួនឯងច្រើនដូច្នេះហើយនៅក្នុងថ្ងៃទី27អ្នកទាំងអស់គ្នាត្រូវការពេលវេលាដើម្បីសម្រាកច្រើនដើម្បីអ្នកទាំងអស់គ្នាមានថាមពលឬក៏មានកម្លាំងឡើងវិញ